សួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតឥឡូវនេះគឺពេលព្រឹកហើយពេលព្រឹកនេះគឺខ្ញុំបាទមកអើតមើលស្មៅទឹកបន្តិចថាតើវាលូតលាស់យ៉ាងម៉េចហើយបងប្អូនអញ្ចឹងឥឡូវស្មៅទឹកនេះវាលូតលាស់គុណនឹង3ហើយបងប្អូនបាទកាលយកមកគឺមិនបន្តិចដែរទេគុណនឹង3ឥឡូវបាទលូតលាស់លឿនហើយវាបែកបាទវាបែកចេញខ្ញែកបែកខ្ញែកបងប្អូនបាទដំបូងដាក់ទៅគឺវាអណ្ដែតបាទវាអណ្ដែតទៅជើងទៅកើទៅលិចទៅបងវាអណ្ដែតតឥឡូវបាទវាបែកចិត្តពេញហើយបាទចិត្តពេញប្លង់ហ្នឹងហើយបាទចិត្តពេញប្លង់ហ្នឹងហើយវាបែកដូចថាវាគ្រប់គ្រងលំនឹងទឹកអីចឹងណាចឹងឥឡូវវាបែកបានច្រើនហើយស្មៅទឹកនេះនិយាយទៅខ្ទង់បាទមួយអាទិត្យទៅ10ថ្ងៃទៀតគឺអាចធ្វើចរាចរណ៍បានហើយចំពោះបងប្អូនដែលបាទមានបំណងចង់យកទៅធ្វើពូជឬក៏ចង់យកទៅដាក់កន្លែងត្រីក្រឹមឬក៏បាទយកទៅដាក់ប្រកាត់ត្រីអីហ្នឹងគឺអាចតាក់ទងមកខ្ញុំបានតែមិនមែនឡើយទេបងប្អូនបាទក្នុង4-10ថ្ងៃទៀតអញ្ចឹងបងប្អូនដែលតាមដានវីដេអូខ្ញុំអាចបាទដឹងហើយបាទហើយចំពោះបងប្អូនដែលត្រូវការប្រភេទអេសានខាំបាទអេសានខាំគឺមានញីមានឈ្មោលបងប្អូនអេសានខាំគឺមានញីមានឈ្មោលប្រភេទថៃម៉ាឡេក៏មានញីមានឈ្មោលដែរហើយប្រភេទអេសានកាត់អេលៀនបាទមានញីមានឈ្មោលដែរប៉ុន្តែឥឡូវឈ្មោលបាទចិត្តអស់ហើយវាមាននៅល្មមហើយនឹងនៅស្ទើបាទចឹងបងប្អូនអាចធ្វើការបាទតាក់ទងមកខ្ញុំបានតាមរយៈ Telegram ដោយ Telegram នោះគឺ097 6 ដើម8218បាទ097 6 ដើម8218ឬក៏បងប្អូនអាចធ្វើការឆាតចូល Facebook ដែល Facebook មានឈ្មោះថាបាទវិចិត្រ Victory ជាអក្សរអង់គ្លេសបងប្អូនក៏អាចធ្វើការឆាតចូល Page ដែល Page មានឈ្មោះថាបាទចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរបងប្អូនក៏អាចធ្វើការឆាតចូល Page មួយទៀតមានឈ្មោះថា Paradise on Earth បាទជាភាសាអង់គ្លេសចឹងអរគុណច្រើនជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយតែមុននឹងបញ្ចប់បាទតឹមតែនឹកឃើញមួយទៀតបាទចៃទឹកកកក៏មានដែរបងប្អូនបាទចៃទឹកកកចឹងបងប្អូនអាចធ្វើការបាទតាក់ទងមកខ្ញុំបានអរគុណអ្នកទាំងអស់គ្នាជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀត